បាទខ្ញុំបាទសូមគោរពអនុញ្ញាតជម្រាបសួរបាទទៅដល់អ៊ំពូមីងលោកតាលោកយាយបាទតែងតែតាមដានរាល់ Channel YouTube ក៏ដូចជា Facebook Page របស់ខ្ញុំបាទផ្ទាល់បាទហើយថ្ងៃនេះផងដែរត្រូវនឹងថ្ងៃអាទិត្យបាទអញ្ចឹងទី29ខែមិថុនាឆ្នាំ2025បាទអញ្ចឹងបង្ហាញពីសកម្មភាពបាទកាត់ស្មៅបាទឃើញថាស្មៅនៅតាមទីវាលនេះក៏ល្អហើយគោយើងក៏ស៊ីឆ្អែតដែរហើយខ្ញុំក៏កាត់យកទៅឲ្យស៊ីនេះបាទសម្រាប់ពេលយប់បាទហើយក្នុងការបង្ហាញនេះខ្ញុំចង់បន្ថែមជូនថាទោះបីជាស៊ីឆ្អែតនៅវាលក៏ដោយក៏ខ្ញុំនៅតែកាត់ឲ្យស៊ីដែរដោយសារវាសម្បូរខ្លាំងបាទអញ្ចឹងហើយក្រោយពីបង្ហាញពីសកម្មភាពកាត់ស្មៅនេះមកយើងបង្ហាញជាមួយនឹងសកម្មភាពឡើងគោបាទទៅឲ្យបងដែលគាត់ជាអ្នកទិញបាទឃើញថាគោទាំងអស់នេះសុទ្ធសឹងជាប្រភេទមេផើមទាំងអស់ដែលខ្ញុំបានដាក់បាឲ្យរួចរាល់ហើយក៏បានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងរួចរាល់បាទអញ្ចឹងឃើញថាតម្លៃរាល់ថ្ងៃបាទរៀងល្អជាងមុនហើយឈ្មួញក៏ដើររោច្រើនហើយអ្នកចិញ្ចឹមក៏រោច្រើនផងដែរតែដែលយើងធ្វើការលក់នេះដោយសារគោដែលយកទៅខាងស្រុកកំណត់របស់ខ្ញុំនៅទីរួមខេត្តបន្ទាយមានជ័យនេះពុករបស់ខ្ញុំគាត់ក៏ចាស់ហើយគាត់ពិបាកក្នុងការមើលថែផងហើយគាត់ក៏មិនសូវជាមានសុខភាពអីល្អណាស់ណាហើយតម្លៃក៏យើងថាអាចទទួលយកបានក៏សម្រេចចិត្តលក់ហើយគូនេះទៀតសោតសុទ្ធសឹងជាប្រភេទមេចិញ្ចឹមទាំងអស់បាទអញ្ចឹងឃើញថាវាឡើងសាច់ផងហើយផើមធំផងហើយអ្នកមកមើលក៏តថ្លៃរៀងយូរហើយក៏គេឲ្យតម្លៃទាបយើងក៏មិនព្រមលក់គាត់តថ្លៃទាំងពីថ្ងៃរហូតដល់ល្ងាចបានសម្រេចចិត្តថាយកបាទអញ្ចឹងឈ្មួញខ្លះក៏គាត់ម៉ែមើលទឹកចិត្តយើងដែរបើយើងចង់លក់ខ្លាំងក៏គាត់ប្រអាប់តម្លៃយើងតែបើសិនជាយើងរៀងរឹងជាមួយតម្លៃបន្តិចយើងក៏ទទួលបានតម្លៃល្អដែរអ្វីត្បិតតែមេគូនេះមិនបានតម្លៃថ្លៃដូចមុនក៏ពិតមែនតែតាមរៀងរៅពីមុនផែនប៉ុណ្ណឹងมันក្រោមពី1000ឬក៏1000លើសទេតែរាល់ថ្ងៃនេះយើងមិនហ៊ាននិយាយដល់ពីមុនទេអ្វីដែលខ្ញុំគាត់សម្គាល់ឃើញថាគូដែលមានតម្លៃថ្លៃហើយសម្បូរអ្នករោចិញ្ចឹមវិញដោយសារការបិទខ្ទប់ជាមួយនឹងការនាំចូលគូពីខាងប្រទេសថៃបាទធ្វើឲ្យគូនៅក្នុងស្រុកយើងមិនថាផែនចិញ្ចឹមឬក៏គីឡូអីទេវាមានតម្លៃរៀងល្អពីមុនបាទពីមុនគូយើងរៀងរៅស្អាតបាទហើយគេក៏មិនសូវជាគិតទេគេគិតតែសាច់តែឥឡូវនេះដោយសារបិទខាងនោះបានអញ្ចឹងគូរបស់យើងនេះមិនថាតែអ្នកចិញ្ចឹមឬក៏គីឡូទេតម្លៃវារៀងល្អប្រសើរបាទហើយពេលដែលគាត់ទាញទៅនេះគូនេះគឺងាយស្រួលទី1គឺខ្ញុំបានប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺអុតក្តាមហើយងាយស្រួលទី2គឺគូនេះសុទ្ធសឹងជាប្រភេទគូផើមធំតែម្ដងដែលខ្ញុំបានដាក់បាធម្មជាតិផ្ទាល់បាទពីក្រោលរបស់ខ្ញុំបានផ្ទាល់តែម្ដងហើយទី3គូនេះគឺវាមានសាច់គ្រប់ទាំងអស់តែម្ដងការនៅជាមួយខ្ញុំវារៀងស្ទើរសាច់ដោយសារខ្ញុំនៅម្នាក់ឯងហើយគូនៅចំនួនច្រើនខ្ញុំក៏ឲ្យគាត់យកត្រឡប់ទៅវិញហើយក៏គាត់ថែបានរៀងល្អរៀងមានសាច់ហើយក៏សម្រេចចិត្តធ្វើការលក់ឃើញថាតម្លៃយើងក៏មិនជាខ្ពស់ណាស់ទេតែយើងអាចទទួលយកបានក្នុងការលក់បាទបើសិនជាយើងអឺនៅបន្តតិចទៀតអាចថាតម្លៃវាក៏អាចនឹងឡើងទៅតាមនឹងដោយសារមេគូកាន់តែផើមកាន់តែធំវាថត់កាន់តែខ្លាំងហើយគីឡូក៏អាចដល់ទៅទៀតអញ្ចឹងយើងក៏សម្រេចចិត្តធ្វើការលក់តែម្ដងបាទជាពិសេសបាទអ្នកដែលចិញ្ចឹមបាទគាត់យកទៅគឺអាចថាចំណេញបានច្រើនបាទហើយទី1ចំណេញក្នុងការលក់បន្តហើយទី2ចំណេញទៅដល់មិនប្រហែលខែគូនេះក៏ចាប់ដើមតម្លាក់កូនបដើផងដែរអញ្ចឹងជូនពោបាទបងដែលមកទទួលទិញឲ្យគាត់បានចំណេញច្រើនបាទព្រោះគូនេះដឹងថាគាត់ចំណេញច្រើនហើយព្រោះគាត់តថ្លៃតាំងពីម៉ោង12រហូតដល់ម៉ោង3ម៉ោង4ទម្រាំនឹងសម្រេចចិត្តថាយកហើយយើងក៏រឹងតម្លៃដែរហើយបើសិនជាយើងបន្ទន់ទៅតាមឈ្មួញចេះតែប្រអាប់ចេះចោះអីទៅយើងអត់សូវដឹងក៏គាត់ចេះតែតម្លាក់តម្លៃហើយខ្ញុំក៏បានបញ្ជាក់ដែរថាបើសិនតម្លៃដែលយើងមិនទាន់ត្រូវការទេមិនបាច់ធ្វើការលក់ទេព្រោះយើងរាល់ថ្ងៃយើងសម្បូរស្មៅហើយយើងក៏មិនជាចាំបាច់ត្រូវចាំបាច់លក់ផងដែរបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញជូនបាទបើសិនជាបងប្អូនទាំងអស់ដែលមានគូផែនចិញ្ចឹមឬក៏គូគីឡូអាចថាជារឿងមួយល្អប្រសើរដែរព្រោះរាល់ថ្ងៃសម្បូរមែនទែនសម្រាប់ឈ្មួញទិញជាគីឡូហើយក៏សម្បូរអ្នកទិញចិញ្ចឹមផងដែរហើយជាពិសេសគឺផែនចិញ្ចឹមបែបដលេឬក៏អំពេញនេះតែម្ដងគឺសម្បូរអ្នកទិញច្រើនបាទ
ចឹងបើសិនជាបងប្អូនត្រូវការជាមួយនឹងមីគូក្នុងតម្លៃសមរម្យបងប្អូនអាចจะតាក់ទងមកខ្ញុំបាទផ្ទាល់ជាមួយនឹងលេខទូរស័ព្ទ097 8978 097ជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមគោរពលា